ចំពោះ PSI ទី3ដែល 3D Med Solution អាចធ្វើការ customize បាននោះគឺ Mandible Implant ដោយលោកគ្រូបានឃើញនៅក្នុងរូបភាពនេះគឺជា Mandible Implant ដែលធ្វើការផលិតឡើងដោយ Titanium ជាប្រភេទ Titanium Implant ដែលមានសភាពរឹងស្រាលយើងអាច customize វាទៅតាមទម្រង់នៃឆ្អឹងខ្ទាមរបស់អ្នកជំងឺនីមួយៗដែលបានបាត់បង់ឆ្អឹងខ្ទាមដោយសារ Ameloblastoma ឬក៏បញ្ហាផ្សេងៗបាក់បែកឬជាខូចនៅឆ្អឹងខ្ទាមជាក់ស្ដែង PSI សម្រាប់ Mandible Implant នេះគឺយើងបាន customize វាមកប្រៀបបានដូចជាឆ្អឹង Mandible តែម្ដងដែលលោកគ្រូបានឃើញផ្ទាល់នៅក្នុងរូបភាពនេះគឺយើងអាចបណ្ដោះ fixer ក៏ដូចជា implant សម្រាប់ក្នុងការដាំធ្មេញផងដែរដូច្នេះគឺមានភាពងាយស្រួលខ្លាំងនៅក្នុងការវះកាត់គឺយើងបង្កើតរូបភាព DCOM ចេញពី CT scan បាទបន្ទាប់មកយើងយករូបភាព DCOM នោះមកធ្វើបំលែងទៅជារូបភាព 3D ដើម្បីធ្វើការ print implant ចេញមកសម្រាប់ specific ទៅលើអ្នកជំងឺម្នាក់ហើយ implant នេះដាក់មកគឺមានភាព fix ល្អទៅលើអ្នកជំងឺផ្ដល់ភាពងាយស្រួលនៅក្នុងការវះកាត់ក៏ដូចជាមុខងារនៅក្នុងការនិយាយនិងទំពារបស់អ្នកជំងឺបានយ៉ាងល្អគឺស្របទៅតាម anatomy របស់អ្នកជំងឺហើយគ្រូពេទ្យវះកាត់ក៏មិនចាំបាច់ចំណាយពេលច្រើននៅក្នុងការពុត plate ក៏ដូចជាក្នុងការរៀបចំ plate សម្រាប់ដាក់ឲ្យតម្រូវទៅតាម occlusion របស់អ្នកជំងឺនោះទេបាទ